ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមកធ្វើពីរបៀបធ្វើសម្លប្រហើរជាដំបូងយើងត្រូវយកឆ្នាំងដាក់ដាំទឹកបន្ទាប់ពីដាក់ដាំទឹកយើងទុកមួយឡែកសិនយើងទៅបេះត្រីអាំងរបស់យើងត្រីខ្ញុំមានត្រីអណ្ដែងថ្ងៃនេះយើងប្រឡេះជាតូចៗល្មមមកបងប្អូនយើងបេះយកតែសាច់អញ្ចឹងណាបងប្អូនឆ្អឹងយើងទុកមួយឡែកសម្លប្រហើរមួយប្រភេទនេះគឺជាសម្លប្រហើរបែបសុខភាពព្រោះមានបន្លែច្រើនផ្សំចូលគ្នាបងប្អូនមានដូចជាបន្លែននងល្ពៅហើយនិងផ្សិតអំបោះពណ៌ខ្មៅបងប្អូនចំណែកបន្លែពណ៌ខៀវយើងប្រើស្លឹកងប់ឬឯផ្នែកខាងនេះវិញយើងមានជីនឹងជីលិញលក្ខបងប្អូនបន្ទាប់មកទៀតយើងមានស្លឹកគ្រៃផងដែរដើម្បីកាត់ជាតិឆ្អាបបន្ទាប់មកយើងដំខ្ទឹមមួយកំពឹសបង់ចូលក្នុងសម្លដើម្បីបន្ថយជាតិឆ្អាបរបស់សម្លនិងយើងបង់អំបិលបន្តិចផងដែរបន្ទាប់មកទៀតយើងដាក់ប្រហុកតាមតែចំណង់ចំណូលចិត្តបងប្អូនសម្រាប់ខ្ញុំប្រើប្រហុកធ្វើខ្លួនឯងលើសមួយចុងស្លាបព្រាបន្ទាប់មកយើងដាក់ប៊ីចេងមួយចុងស្លាបព្រាបាយនិងស្ករសបន្តិចព្រោះយើងអត់សូវប្រើស្ករច្រើនទេដោយសារតែជាតិបន្លែជាតិផ្អែមស្រេចទៅហើយយើងដាក់ទឹកត្រីបន្តិចផងដែរពេលទឹកពុះល្មមហើយយើងត្រូវបង់ផ្លែល្ពៅបងប្អូនមូលហេតុដែលខ្ញុំដាក់ល្ពៅមុនព្រោះល្ពៅជាប្រភេទបន្លែក្រឆ្អិនបងប្អូនយើងរងចាំមើលល្ពៅឆ្អិនល្មមហើយទើបយើងដាក់ផ្សិតអំបោះចូលសម្រាប់ផ្សិតអំបោះខ្ញុំហែកជាចំណិតតូចអញ្ចឹងណាបងប្អូនបន្ទាប់មកយើងកូរសម្លឲ្យចូលជាតិគ្នាយើងឃើញថាស្លឹកគ្រៃរបស់យើងបានចូលជាតិសព្វគ្រប់ល្មមហើយប៉ុណ្ណឹងយើងអាចស្រង់ស្លឹកគ្រៃយើងចេញបានណាបងប្អូនកន្លែងហ្នឹងព្រោះស្លឹកគ្រៃក៏អាចបន្ថយជាតិឆ្អាបរបស់សម្លយើងផងដែរហើយយើងភ្លក់មើលសាបឬប្រៃយើងថែមទឹកត្រីបន្តិចខ្ញុំភ្លក់មើលទៅសាបអញ្ចឹងខ្ញុំថែមទឹកត្រីបន្ទាប់មកទៀតយើងត្រូវដាក់ផ្លែល្នងចូលនៅពេលក្រោយព្រោះល្នងឆាប់ឆ្អិនអញ្ចឹងណាបងប្អូនយើងកូរសម្លរបស់យើងឲ្យចូលជាតិគ្នាសាជាថ្មីកូរទៅកូរមកបន្តិចណាបងប្អូនយើងរងចាំមើលតើតែសម្លរបស់យើងរាងពុះម្ដងទៀតទើបយើងដាក់សាច់ត្រីចូលព្រោះសាច់ត្រីនេះឆ្អិនម្ដងហើយយើងដាក់ដល់ពេលក្រោយអត់ជាបញ្ហាអីទេបងប្អូនឃើញថាសម្លរបស់យើងបានចូលជាតិគ្នាសព្វគ្រប់ហើយមើលទៅពុះល្មមត្រឹងឆ្អិនចឹងណាបងប្អូនបន្តមកទៀតយើងត្រូវបង់បន្លែពណ៌ខៀវរបស់យើងគឺបន្លែស្លឹកងប់បន្តមកទៀតយើងកូរវាសាជាថ្មីបងប្អូនកូរតើបន្លែយើងចូលជាតិបន្តមកទៀតយើងភ្លក់មកសាប់ប្រៃយើងថែមគ្រឿងរបស់យើងនៅពេលក្រោយមួយខ្ញុំថែមរ៉ូឌីបន្តិចទៀតបន្តមកទៀតខ្ញុំបង់ជីលិញលក្ខរបស់យើងបងប្អូនរួចហើយឆ្អិនជាការស្រេចបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនា